រឿងហ្នឹងគឺជារឿងរបស់បងប្រុសម្នាក់ឈ្មោះថាស៊ីនហើយរឿងហ្នឹងកើតឡើងចំពោះគាត់នៅពេលដែលគាត់ទៅជួយបងស្រីម្នាក់រើអីវ៉ាន់ចូលទៅក្នុងផ្ទះដែលទៅតែនឹងជួលថ្មីអញ្ចឹងចង់ដឹងថាផ្ទះដែលទៅតែនឹងជួលហ្នឹងមានហេតុការណ៍អីខ្លះកើតឡើងមកតាមដានស្ដាប់ទាំងអស់គ្នាអូអញ្ចឹងរឿងហ្នឹងចាប់ផ្ដើមពីបងប្រុសស៊ីនខ្ញុំសូមហៅគាត់បងស៊ីនអញ្ចឹងណាបងស៊ីនគឺគាត់រាប់អានជាមួយបងស្រីម្នាក់ដែលឈ្មោះថាសុំហើយគាត់ហៅបងស្រីម្នាក់ហ្នឹងថាចេះសុំដោយចេះសុំគឺគាត់រស់នៅជាមួយម្ដាយឪពុកគាត់3នាក់ហើយគាត់ជាគ្រួសារដែលអត់សូវមានជំនឿអីច្រើនទេអត់សូវជឿរឿងខ្មោចអីប្រហែលទេហើយចេះសុំនេះគឺមុខរបរគាត់រាល់ថ្ងៃគឺគាត់បើកហាងខារ៉ាអូខេមួយដោយទីតាំងខារ៉ាអូខេហ្នឹងគឺនៅរៀងឆ្ងាយពីផ្ទះគាត់បន្តិចអញ្ចឹងធ្វើឲ្យការធ្វើដំណើរគាត់នេះទៅវិញទៅមកវារៀងពិបាកគាត់ក៏គិតថាចង់រកផ្ទះជួលមួយដែលនៅក្បែរខារ៉ាអូខេរបស់គាត់ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកអញ្ចឹងណាវាអាចធ្វើឲ្យគាត់អាចនៅមើលខារ៉ាអូខេគាត់ហ្នឹងអាចនៅដល់យប់ជ្រៅជាងមុនអញ្ចឹងគាត់ក៏ជិះដើររមើលផ្ទះជួលគាត់ក៏ទៅជួបផ្ទះមួយខ្នងដែលជាប្រភេទផ្ទះល្វែងប៉ុន្តែផ្ទះដែលនៅជាប់ហ្នឹងគឺអត់មានមនុស្សនៅទេតតែម្លងពី3ផ្ទះទៅមានមនុស្សនៅប៉ុន្តែដោយសម្បកក្រៅហើយនឹងទីតាំងផ្ទះហ្នឹងមើលទៅគឺអូខេគាត់ក៏ខលទៅលេខដែលគេដាក់នៅខាងមុខផ្ទះហ្នឹងដើម្បីចង់ដឹងព័ត៌មានហើយនឹងពីតម្លៃហើយនឹងអីផ្សេងដែរតាមភាសាអ្នកជួបផ្ទះថ្មីអញ្ចឹងណាទាំងអស់គ្នាហ្នឹងហើយគាត់ក៏និយាយគ្នាណាត់ជួបគ្នានៅមុខផ្ទះហ្នឹងតែម្ដងហើយនៅពេលដែលម្ចាស់ផ្ទះគេមកដល់គឺគេនិយាយថាផ្ទះនេះគេឲ្យជួលតម្លៃ$100ហើយមិនបាច់កក់ឯងគឺបង់$100គឺអាចចូលនៅតែម្ដងហើយបើសិនជាមើលសបកក្រៅផ្ទះគឺផ្ទះកម្ពស់3ជាន់អ្នកនរគ្នាហើយបើនិយាយពីទីតាំងវិញណាប្រៀបនឹងតម្លៃ$100ហ្នឹងគឺថោកមែនតើហើយអ្វីដែលពិសេសជាងនឹងទៀតគឺម្ចាស់ផ្ទះគាត់ថាចង់កែកុនអីក៏បានដែរចង់បដូរលបងថ្មីគាត់បដូរឲ្យចង់លាបពណ៌ផ្ទះថ្មីក៏គាត់លាបឲ្យនិយាយទៅគឺ perfect មកអញ្ចឹងធម្មតាអ្នកនរគ្នាទាំងគេទាំងយើងនៅពេលដែលឃើញផ្ទះតម្លៃថោកចឹងហើយទីតាំងល្អទៀតយើងប្រកាសជាយកមែនទេគាត់ក៏អូខេហើយពណ៌ដែលគាត់ចង់បានគឺពណ៌ផ្កាឈូកម្ចាស់ផ្ទះក៏ជូនតាមសំណូមពរគឺរៀបចំឲ្យមកស្អាតហើយលុះដល់ថ្ងៃដែលរៀបចំរួចរាល់អស់ហើយចេះសុំគាត់ក៏រើអីវ៉ាន់ចូលមកនៅហើយនៅថ្ងៃដែលគាត់រើអីវ៉ាន់នេះគាត់ក៏នឹកឃើញដល់បងប្រុសស៊ីនគាត់ក៏ខលទៅរកបងស៊ីនដើម្បីហៅគាត់មកជួយរើអីវ៉ាន់ចូលក្នុងផ្ទះហើយធម្មតាអ្នកទាំងអស់គ្នាមនុស្សរាប់អានគ្នាយូរហៅមកជួយប៉ុណ្ណឹងគឺអត់មានបញ្ហាបងស៊ីនគាត់ក៏មកជួយរើអីវ៉ាន់ចូលផ្ទះដោយបងស៊ីននេះគាត់ទៅជួយយកអីវ៉ាន់ពីផ្ទះរបស់ចេះសុំនេះហើយគាត់នាំម៉ាក់នាំប៉ាដើម្បីឲ្យមកមើលផ្ទះជួលថ្មីនឹងដែរអញ្ចឹងដល់ពេលដែលជិះមកដល់មុខផ្ទះហ្នឹងអ្វីដែលគាត់ឃើញហើយភ្ញាក់មុនគេគឺទ្វារផ្ទះគឺផ្ទះហ្នឹងអ្នកនរគ្នាគឺយើងមានទ្វារលបងនៅខាងមុខនៅពេលដែលយើងបើកទ្វារលបងហ្នឹងចូលទៅគឺមានទ្វារធំមួយសម្រាប់ចូលផ្ទះហើយទ្វារធំហ្នឹងអ្នកនរគ្នាគឺមានយ័ន្តបិទពេញតែម្ដងគាត់ក៏ឆ្ងល់គាត់ក៏ទៅសួរចេះសុំថាចែហើយមិនក៏ទ្វារហ្នឹងសិតតែយ័ន្តអញ្ចឹងចេះសុំគាត់ក៏ថាយ័ន្តហ្នឹងម្ចាស់ផ្ទះគាត់ថាជាយ័ន្តរស់ស៊ីមានបានអ្នកដែលបិទយ័ន្តនេះហើយគឺរស់ស៊ីឡើងអញ្ចឹងកុំបកចេញម្ចាស់ផ្ទះគឺហាមបកចេញបងស៊ីនគាត់លឺហើយគាត់ក៏មានអារម្មណ៍ប្លែកអញ្ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែមិនមែនផ្ទះគាត់ផងណាគឺគាត់មកជួយរើអីវ៉ាន់អញ្ចឹងគាត់ក៏អូខេគាត់ក៏តាមតាណាហើយក៏ជួយរើអីវ៉ាន់តាមធម្មតាហើយនៅពេលដែលជួយបានមកសន្ទុះធំមកពួកគាត់ក៏ចង់សម្រាកបងស៊ីនគាត់ក៏បបួលអ៊ំប្រុសនេះទៅញ៉ាំកាហ្វេដែលនៅជិតផ្ទះហ្នឹងមានហាងកាហ្វេតូចមួយគាត់ក៏បបួលអ៊ំប្រុសទៅហាងកាហ្វេហ្នឹងហើយនៅពេលដែលកំពុងតែអង្គុយញ៉ាំកាហ្វេនេះគាត់ក៏ឆ្លៀតសួរព័ត៌មានពីផ្ទះហ្នឹងអញ្ចឹងណាគាត់សួរអ៊ំលោកកាហ្វេថាអ៊ំផ្ទះហ្នឹងមានប្រវត្តិអីអត់ធ្លាប់មានបញ្ហាអីអត់អញ្ចឹងណាអ្នកនរគ្នាអ៊ំប្រុសគាត់ក៏ឆ្លើយថាអត់ដែលមានបញ្ហាអីទេនៅម្ដុំហ្នឹងគឺស្រួលរស់នៅគាត់តែផ្ទះហ្នឹងគឺអត់មានអ្នកជួលយូរហើយគឺគាត់ឆ្លើយមកតែប៉ុណ្្នឹងឯងហើយបងស៊ីនហើយជាមួយប៉ាចេះសុំហ្នឹងគឺគាត់អង្គុយផឹកកាហ្វេធម្មតាលុះផឹកបានមួយសន្ទុះក៏ឮសលេងមនុស្សស្រីម្នាក់ស្រែកចេញពីក្នុងផ្ទះហ្នឹងមកហើយមួយសន្ទុះក្រោយមកចេះសុំនេះក៏រត់ចេញពីក្នុងផ្ទះហ្នឹងមករកបងស៊ីនហើយនឹងប៉ានេះដែលកំពុងអង្គុយផឹកកាហ្វេនេះហើយស្រែកហៅស៊ីនប៉ាមកជួយមើលម៉ាក់ផងហើយគាត់ពីរនាក់ដែលកំពុងតែអង្គុយផឹកកាហ្វេហ្នឹងឮអញ្ចឹងក៏រត់ទៅផ្ទះហ្នឹងហើយសួរចេះសុំថាមានរឿងអីកើតឡើងចេះសុំគាត់ក៏ប្រាប់ថាម៉ាក់គាត់កេងស្លាប់នៅខាងលើហើយបងស៊ីនគាត់លឺអញ្ចឹងគាត់ក៏រត់ទៅមើលម៉ាក់នៅជាន់ទី2ហ្នឹងក៏ឃើញម៉ាក់កំពុងតែកេងស្លាប់នៅលើហ្នឹងហើយក៏នាំគ្នាជួយគ្រាម៉ាក់ហ្នឹងចុះមកជាន់ក្រោមដើម្បីជួយរឹតដៃរឹតជើងម៉ាក់ដើម្បីម៉ាក់ដឹងខ្លួនអញ្ចឹងណាហើយនៅពេលដែលម៉ាក់គាត់ដឹងខ្លួនមកពួកគាត់សួរម៉ាក់ថាមានរឿងអីកើតឡើងម៉ាក់ក៏គាត់អត់ដឹងអីទាំងអស់គឺគាត់គិតថាគាត់ប្រហែលជាហត់ពេកទៅដួលស្លាប់អញ្ចឹងប៉ុន្តែអ្វីដែលគួរឲ្យសង្ស័យគឺចេះសុំគឺមុខចេះសុំគឺគាត់ទឹកមុខគាត់គឺភ័យមែនតើបងស៊ីនគាត់ឃើញអញ្ចឹងគាត់ក៏ទៅសួរចេះសុំថាមិនមានរឿងអី
ពីព្រោះចេះសុំគឺគាត់នៅជាមួយម៉ាក់នៅក្នុងផ្ទះអញ្ចឹងមានតែចេះសុំទេដែលឃើញហេតុការណ៍មួយហ្នឹងហើយចេះសុំក៏គាត់ប្រាប់ថាគឺម៉ាក់នៅពេលដែលគាត់មកផ្ទះហ្នឹងគឺគាត់បានយកព្រះពុទ្ធអង្គមួយអង្គគាត់អោបជាប់នឹងដៃហ្នឹងដើម្បីយកមកដាក់ផ្ទះហ្នឹងឲ្យកូនចៅសុខសប្បាយអញ្ចឹងណាទាំងអស់គ្នានៅពេលដែលម៉ាក់គាត់អោបព្រះពុទ្ធអង្គឡើងទៅលើជាន់ទី2ដើម្បីដាក់នៅលើកន្លែងគេអុជធូបអញ្ចឹងណាគាត់ក៏ឃើញព្រះពុទ្ធអង្គមួយអង្គទៀតនៅលើកន្លែងគេអុជធូបហ្នឹងហើយជាផ្លាទីនទៀតអញ្ចឹងអ្នកទាំងអស់គ្នាគិតមើលបើសិនជាយើងជាម្ចាស់ផ្ទះតើយើងទុកព្រះពុទ្ធអង្គដែលជាផ្លាទីនហ្នឹងទុកនៅហ្នឹងអត់យើងប្រកាសជាយកទៅទេមែនទេប៉ុន្តែម៉ាក់គាត់ឃើញព្រះពុទ្ធអង្គដែលជាផ្លាទីននៅលើកន្លែងអុជធូបហ្នឹងគាត់ក៏សង្ស័យហើយគាត់ក៏ទាញកៅអីឈើមួយនៅជាន់ទី2ហ្នឹងមានកៅអីឈើមួយគាត់ក៏ទាញកៅអីឈើហ្នឹងដើម្បីឡើងទៅយកព្រះពុទ្ធអង្គនៅលើកន្លែងអុជធូបហ្នឹងហើយនៅពេលដែលគាត់គ្រាន់តែទៅប៉ះព្រះពុទ្ធអង្គមួយហ្នឹងគាត់ក៏សោចចេញមកហើយបន្ទាប់ពីគាត់សោចហើយគាត់និយាយថាសប្បាយចិត្តណាមានគេមកនៅជាមួយហើយចាប់ពីពាក្យហ្នឹងគឺគាត់ដួលពីលើកៅអីហ្នឹងស្លាប់តែម្ដងអាហ្នឹងគឺជាហេតុការណ៍ដែលចេះសុំគាត់ឃើញហើយហេតុការណ៍មួយហ្នឹងណាទាំងអស់គ្នាគឺធ្វើឲ្យគាត់4នាក់មានអារម្មណ៍អត់ល្អមានអារម្មណ៍ដូចភ័យខ្លាចអញ្ចឹងណាប៉ុន្តែបងស៊ីនគឺគាត់តែប្រែស្ថានភាពគាត់ថាឥឡូវអត់អីទេចាំខ្ញុំឡើងទៅមើលព្រះពុទ្ធអង្គនៅលើហ្នឹងហើយបងស៊ីនគាត់និយាយហើយគាត់ក៏ឡើងតាមកម្មចនាហ្នឹងដើម្បីទៅមើលព្រះពុទ្ធអង្គហ្នឹងគាត់ក៏ទាញកៅអីមកហើយឡើងទៅមើលហើយគាត់ក៏ទៅចាប់ព្រះពុទ្ធអង្គដែលជាផ្លាទីនហ្នឹងណាបងប្អូនគាត់ចាប់យកមកមើលហើយគាត់ឃើញនៅបាតព្រះពុទ្ធអង្គណាបងប្អូនមានគេបិទស្កុតនៅខាងក្រោមបាតព្រះពុទ្ធអង្គណាហើយគាត់ក៏យកដៃទៅបកហើយនៅពេលដែលគាត់បកចេញមកគឺមានសម្បត្តិមួយស្លឹកហើយគាត់ក៏យកចូលមកខាងក្រោមអានឲ្យ4អ្នកស្ដាប់ហើយក្នុងសម្បត្តិហ្នឹងគឺមានតែសេឈ្មោះប្តីឈ្មោះអីប្រពន្ធឈ្មោះអីកូនឈ្មោះអីហើយមានទាំងឈ្មោះកូននៅក្នុងពោះទៀតហើយក្រៅពីឈ្មោះហ្នឹងគឺគាត់មានតែសេហោហែច្រើនជាងនឹងទៀតប៉ុន្តែអត្តន័យនៅក្នុងសម្បត្តិហ្នឹងគឺពួកគាត់ចង់និយាយថាឈ្មោះដែលពួកគាត់ទៅសេនៅក្នុងសម្បត្តិហ្នឹងគឺពួកគាត់ធ្វើព្រះពុទ្ធអង្គមួយអង្គហ្នឹងដើម្បីជូនទៅដល់អ្នកដែលនៅផ្ទះហ្នឹងហើយកុំមកញ៉ៃញ៉ៃជាមួយពួកគាត់ទៀតកុំមកឆេវឆាវជីវិតពួកគាត់ឲ្យពួកគាត់រកស៊ីឲ្យមានបានកុំឲ្យធ្វើអីក៏អលំអលាអញ្ចឹងណាអ្នកនរគ្នាហើយបន្ទាប់ពីអានហើយពួកគាត់4នាក់នេះក៏ចាប់ផ្ដើមមើលមុខគ្នាហើយចាប់ផ្ដើមភ័យមួយគឺចាប់ផ្ដើមគិតច្រើនអញ្ចឹងណាអ្នកនរគ្នាហើយបងស៊ីនគឺគាត់ដូចដើមគឺគាត់កែប្រែស្ថានភាពគឺគាត់ថាអត់អីទេសម្បត្តិគេប្រហែលជាគេទៅសេចោលអីចឹងទៅចាំមើលគាត់យកទៅដុតអីមើលហើយគាត់និយាយហើយគាត់ក៏យកសម្បត្តិហ្នឹងទៅដុតនៅមុខផ្ទះហ្នឹងមកហើយបន្ទា